ចាសស្ដីអ្នកទាំងអស់គ្នាអញ្ចឹងដោយភាសាអ្នកដែលអ្នកទាំងអស់គ្នាឃើញនៅខាងមុខខ្ញុំហ្នឹងគឺប្រាសាទបាគងនិយាយទៅលក្ខណៈពិសេសរបស់ប្រាសាទបាគងមាន5ថ្នាក់អ្នកទាំងអស់គ្នា5ថ្នាក់ហើយសំខាន់គឺមានរូបព្រះគោនៅគ្រប់ជ្រុងទាំងអស់ហើយនៅតាមជ្រុងនីមួយហ្នឹងគឺមានរូបដំរីប៉ុន្តែសំណាក់រូបដំរីហ្នឹងមួយចំនួនគឺបាក់បែកអស់ហើយសូម្បីតែរូបព្រះគោនេះក៏បាក់បែកអស់ដែរតែអ្នកអស់នេះក៏មើលប្លង់ណាប្លង់នេះស្អាតខ្លាំងប្លង់នេះស្អាតខ្លាំងមែនតើអញ្ចឹងឥឡូវយើងឡើងទៅលើកំពូលប្រាសាទទាំងអស់គ្នាមកអញ្ចឹងនេះផ្លូវឡើងទៅលើប្រាសាទទាំងអស់គ្នាកុំមើលទេសភាពស្អាតខ្លាំងណាស្អាតខ្លាំងមែនតើ5ជាន់អានេះខ្ញុំតំឡើងបានមួយថ្នាក់ទេមួយជាន់នេះតែទេសភាពស្អាតណាស់អ្នកទាំងអស់គ្នាទេសភាពសាបកងស្អាតខ្លាំងដោយសារតែខែនេះផ្ទឹមភ្លៀងហើយដែរអញ្ចឹងនៅមានស្មៅខៀវខ្ចីអត់អីទេទេសភាពស្មៅខៀវខ្ចីស្អាតតែឥឡូវយើងទៅដល់លើកំពូលទាំងអស់គ្នាហើយទៅថតពីលើកំពូលចុះមកវិញតាមបាន2ជាន់នេះអ្នកទាំងអស់គ្នាហត់ខ្លាំងស្អាតអ្នកទាំងអស់គ្នាស្អាតអត់នេះទាំង2ជាន់នេះណានេះ3ជាន់តោះនៅ3ជាន់ទៀតអូខេយកមកដល់កំពូលខ្ពស់ផុតហើយនិយាយទៅមិនផុតទេនៅមួយថ្នាក់នេះមួយថ្នាក់ទៀតកំពូលខាងលើថ្មប្រាសាទនេះដែរអ្នកទាំងអស់គ្នាធ្វើពីថ្មភក់អូយហត់ធ្វើពីថ្មភក់ហើយនៅជុំវិញហត់នៅជុំវិញប្រាសាទបាគងនេះគឺមានកូនប្រាសាទតូចធ្វើពីថ្មឥដ្ឋអ្នកទាំងអស់គ្នាដូចរចនាបថប្រាសាទព្រះគោដែរហត់ហើយអ្នកទាំងអស់គ្នាហត់មែនត្រឹមតែបានវីដេអូប្រាសាទមួយអ្នកទាំងអស់គ្នាហត់ដើរហ្មងខ្ញុំនិយាយមែនអញ្ចឹងអ្នកទាំងអស់គ្នាមិនឆ្ងល់ទេថាហេតុអីបានអ្នកស៊ីមរៀបមិនដែរមកលេងកសួស្ដីបងមកលេងកគឺហត់អញ្ចឹងមួយឆ្នាំហើយអ្នកអង្គមកលេងមិនងាយទេសតទុកបាយុការៈប្រួយរាប់ពាន់ឆ្នាំទៀតចាបាននោះវត្តប្រាសាទមួយសង់មិនចិត្តសង់ណាអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំឡើងដល់កំពូលប្រាសាទហើយឥឡូវចុះក្រោមវិញចុះទៅខ្លោងទ្វារខាងកើតទៅយកព័ត៌មានពីខាងអាជ្ញាធរអប្សរាទាក់ទងនឹងប្រាសាទសិនដូចខ្ញុំតែនិយាយនៅក្នុងវីដេអូខ្ញុំអញ្ចឹងព័ត៌មានមួយគឺខ្ញុំយកពីខាងអាជ្ញាធរអប្សរាដើម្បីបានព័ត៌មានឲ្យច្បាស់ព័ត៌មានឲ្យពិតប្រាកដអញ្ចឹងណាពីព្រោះឯកសារដែលចេញពីខាងអាជ្ញាធរអប្សរាមុននឹងពួកគាត់យកព័ត៌មានយកមកដាក់គឺពួកគាត់មានការស្រាវជ្រាវយកពីឯកសារផ្សេងដែលច្បាស់លាស់អញ្ចឹងណាអញ្ចឹងព័ត៌មាននេះមិនមែនព័ត៌មានតាមយកពីអ៊ីនធឺណិតទេព្រោះព័ត៌មានខ្លះយកពីអ៊ីនធឺណិតក៏មិនប្រកាសថាត្រូវអញ្ចឹងណាមកទៅថ្ងៃនេះមកជាមួយកូនកន្លោះ Hello baby boy say hi no don't be shy say hi just say hi I will not ask any question ស្អាតទេអ្នកទាំងអស់គ្នាស្អាតខ្លាំងថ្ងៃនេះចំណាយពេលមួយថ្ងៃនាំកូនកន្លោះមកដើរលេងប្រាសាទឲ្យគាត់បានស្គាល់ពីតំបន់ទេសចរផ្សេងៗនៅខាងខេត្តសៀមរាបតាមតែអាយុ7ឆ្នាំតាស់go let's go តាអូខេ
ចឹងអានេះគឺជាន់ខាងក្រោមของអស់នៃប្រាសាទនៅទិសខាងកើតដូចអ្នកទាំងអស់គ្នាបានឃើញហើយនៅតាមទ្វារប្រាសាទមួយច្រកចូលមកហ្នឹងតែតែមានរូបគោដូចខ្ញុំនិយាយតាំងពីដើមវីដេអូអញ្ចឹងចេះស្ដាមអាសួរអូនមួយមើលអូនជិះចិត្តដើរលេងប្រាសាទអត់អូនឆ្លាញ់ប្រាសាទរបស់យើងអត់ប្រាសាទនេះបោះប្រទេសណាខ្មែរមើលកាមេរ៉ាមួយសិនប្រាសាទបោះប្រទេសណាខ្មែរប្រទេសខ្មែរចុះអូនជនជាតិអីខ្មែរអូនជនជាតិខ្មែរអូនជនជាតិខ្មែរអូនឆ្លាញ់ប្រាសាទខ្មែរអត់ឆ្លាញ់អូខេអ្នកទាំងអស់គ្នាជនជាតិខ្មែរណាឆ្លាញ់ប្រាសាទខ្មែរទាំងអស់គ្នាបាយបាយ